ត្រឡប់មកបន្តទៀតថានៅពេលដែលពិភពលោកចាត់ទុកថាវាជាបញ្ហាសុខភាពសាធារណៈមួយនៅឡើយលោកជាបណ្ឌិតអាចបញ្ជាក់ឲ្យច្បាស់បន្ថែមទៀតទេថាហេតុអ្វីបានវាបង្កឲ្យមានការព្រួយបារម្ភយ៉ាងដូចនេះចា៎បាទសម្រាប់បញ្ហាចម្លងរោគក្រោយវះកាត់នេះវាគឺជាការមួយដែលសំខាន់គឺវាអាចមានបញ្ហាធ្ងន់ធ្ងរដែលអាចរហូតដល់ធ្វើឲ្យឈានដល់បាត់បង់ជីវិតសម្រាប់អ្នកជំងឺអញ្ចឹងទី1គឺក្រោយវះកាត់វាអាចបង្កផលវិបាកសំខាន់នៅនឹងកន្លែងដែលយើងធ្វើការវះកាត់ហ្នឹងទី1ធ្វើឲ្យឧទាហរណ៍កន្លែងដែលវះកាត់ហ្នឹងគឺពិបាកនឹងជាសះស្បើយហើយក្រោយពីជាសះស្បើយនឹងហើយវាងាយបន្សល់នៅស្លាកស្នាមដែលធំហើយនឹងគឺមិនស្អាតហើយអាក្រក់មើលហើយកន្លែងស្នាមហ្នឹងអាចវិវត្តទៅរកបញ្ហាជំងឺផ្សេងមួយចំនួនទៀតបាទទី2គឺវាអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតគឺអាចបង្កឲ្យដល់មេរោគហ្នឹងពីកន្លែងហ្នឹងអាចចូលទៅក្នុងឈាមធ្វើឲ្យអ្នកជំងឺហ្នឹងមានបញ្ហាហៅថាមេរោគចូលឈាមអាចរហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតអញ្ចឹងហើយនោះវាគឺជាបញ្ហាសំខាន់ដែលយើងទាំងអស់គ្នាជាវិជ្ជបណ្ឌិតឬក៏ជាអ្នកថែទាំរបួសក្រោយវះកាត់ហើយទាំងអ្នកជំងឺទាំងអ្នកជំងឺផ្ទាល់ហ្នឹងត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវនៅគោលការណ៍នៃការសម្លាប់មេរោគនៅពេលវះកាត់ក្រោយវះកាត់ហ្នឹងឯងថែទាំក្រោយវះកាត់ហ្នឹងឲ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ការបង្ករោគក្រោយវះកាត់នោះដើម្បីទប់ស្កាត់ការដែលហានិភ័យរហូតដល់ប៉ះពាល់ដល់អាយុជីវិតដែលកើតឡើងមានឡើងបាន